ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលរួមគ្នាដុតបំផ្លាញវិហារអ៊ីស្លាមក្នុងតំបន់ West Bank ស្ថានភាពនៅតំបន់ West Bank កាន់តែធ្លាក់ចូលក្នុងភាពតានតឹងខ្លាំងបន្ទាប់ពីមន្ត្រីប៉ាឡេស្ទីនបានចោទប្រកាន់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលថាបានសម្រុកចូលដុតបំផ្លាញវិហារអ៊ីស្លាម Al-Taqwa កាលពីថ្ងៃទី19 ខែកក្កដាក្នុងសកម្មភាពហិង្សាដ៏កម្រមួយដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងខណៈអំពើវាយប្រហារបែបនេះត្រូវបានគេរាយការណ៍ថាកំពុងកើនឡើងដល់កម្រិតកំណត់ត្រាថ្មីនៅទូទាំងតំបន់យោងតាមមន្ត្រីប៉ាឡេស្ទីនប្រចាំតំបន់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលជាង20នាក់បានសម្រុកចូលវាយប្រហារវិហារអ៊ីស្លាម Al-Taqwa ស្ថិតក្នុងភូមិ Al-Thawani នៅភាគខាងត្បូងតំបន់ West Bank ក្រៅពីការដុតវិហារសាសនាក្រុមអ្នកវាយប្រហារក៏បានដុតបំផ្លាញរោងចក្រទឹកដោះគោមួយកន្លែងនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន2ខ្នងផងដែរសំណាងល្អដែលមិនមានសេចក្តីរាយការណ៍អំពីអ្នករងគ្រោះថ្នាក់អាយុជីវិតដោយសារប្រជាពលរដ្ឋនៅទីនោះបានរួមគ្នាពន្លត់ភ្លើងបានទាន់ពេលវេលាមុនពេលវារាលដាលកាន់តែធំក្រសួងសាសនាប៉ាឡេស្ទីនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើនេះដោយចាត់ទុកថាវាជាសកម្មភាពភេរវកម្មក្នុងពេលជាមួយគ្នានេះភាគីប៉ាឡេស្ទីនបានចោទប្រកាន់អាញាធរអ៊ីស្រាអែលថាបាននៅពីក្រោយការជំរុញនិងគាំទ្រអំពើហិង្សាទាំងនេះក្នុងគោលបំណងរុញច្រានប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញពីតំបន់របស់ខ្លួនក្រោយទទួលដំណឹងនេះប៉ូលីសអ៊ីស្រាអែលបានបញ្ជូនកម្លាំងចុះទៅកាន់ទីតាំងកើតហេតុនិងសន្យាថានឹងបើកការស៊ើបអង្កេតលើករណីនេះឧបទ្ទហេតុនេះបានកើតឡើងចំពេលដែលរបាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌បានព្រមានអំពីទិន្នន័យដ៏គួរឲ្យតក់ស្លុតថាអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank បានឈានដល់កម្រិតកំណត់ត្រាថ្មីរបាយការណ៍បានបញ្ជាក់ថាជាមធ្យមមានការវាយប្រហារយ៉ាងហោចណាស់6ករណីក្នុងមួយថ្ងៃដែលបង្កឲ្យមានទាំងការខូចខាតទ្រព្យសម្បត្តិនិងការរងរបួសដល់ប្រជាពលរដ្ឋដែលនេះជាសញ្ញាបង្ហាញថាសន្តិភាពនៅក្នុងតំបន់កំពុងស្ថិតក្នុងភាពផុយស្រួយខ្លាំង